សួស្តីបងប្អូនអរគ្នាឆ្លើយតបទៅកាន់គ្នាយើងម្នាក់ដែលគាត់សួរថាបងតើនេះជាអ្វីដែលរកបានតើយើងធ្វើម៉េចទើបអាចដកប្រើការបានឬបងប្អូនត្រូវរងចាំឲ្យគ្រប់ចំនួនក្នុងគោលការណ៍បងអរគុណអញ្ចឹងតើតើនៅសំណួររបស់គាត់គឺខ្ញុំបានចូលទៅមើលចានេះគឺជា pay out account របស់គាត់មានន័យថាកន្លែងដែលគាត់ទទួលលុយពី Facebook ចាអញ្ចឹងសម្រាប់សំណួររបស់គាត់គឺគាត់សួរថាតើត្រូវរងចាំឲ្យគ្រប់ចំនួនលុយមែនចាគ្រប់គោលការណ៍គេមែនតើយើងអាចទទួលយកលុយបានអញ្ចឹងដូចគេបានប្រាប់អញ្ចឹងនៅក្នុងចំណុចនេះគឺយើងអត់ទាន់ចាទទួលបានការបង់លុយពី Facebook ទេតាំងពីចាខែ10មកណាចាដោយសារតែលុយរបស់យើងអត់ទាន់គ្រប់ចំនួនដែលគេត្រូវបញ្ចូលឲ្យយើងអញ្ចឹងយើងទៅមើលលក្ខខណ្ឌរបស់គេវិញថាតើលក្ខខណ្ឌបែបណាបានគេចាបញ្ចូលលុយឲ្យយើងអញ្ចឹងសម្រាប់45សេននេះគឺគាត់ចា Facebook អត់ទាន់គ្រប់គោលការណ៍ដែលបញ្ចូលលុយឲ្យយើងចូលកងធនាគារទេចាហើយបើចង់ដឹងថាយើងមើលថាលក្ខខណ្ឌគោលការណ៍របស់គេថាលុយទទួលបានប្រហែលបានយើងចាអាចទទួលបានលុយពី Facebook ចូលកងធនាគារយើងអញ្ចឹងយើងចូលតាមចា Facebook page របស់យើងមកយើងចូលកន្លែង professional dashboard នេះអាពណ៌ខៀវៗហ្នឹងណាបងប្អូនអរគ្នាចាហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចូលទៅមើលកន្លែងចាមានពាក្យ pay out ចាមានរូបនេះយើងចូលដល់កន្លែងហ្នឹងមកហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នានឹងឃើញចំណុចទាំងអស់ហ្នឹងណាចាហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាយកពាក្យថា view ចាយកពាក្យថា view កន្លែងហ្នឹងមក view all កន្លែងហ្នឹងមកហើយបងប្អូនទាំងអស់គ្នាជ្រើសយកពាក្យថា learn more មានន័យថាយើងសិក្សាបន្ថែមអូខេយើងយកពាក្យសិក្សាបន្ថែមចំណុចហ្នឹងមកចាយើងសិក្សាចំណុចបន្ថែមតកតងទៅនឹងចំណូលរបស់យើងថាតើគេនឹងបញ្ចូលនៅពេលណានេះបងប្អូននេះគឺជាព័ត៌មានដែលគេបានប្រាប់យើងព័ត៌មានដែលគេណែនាំប្រាប់យើងណាអញ្ចឹងតកតងទៅនឹងបងប្អូនទាំងអស់គ្នាដែលសួរសំណួរថាលុយប្រហែលទើបអាចចូលកង់បាន45សេនហ្នឹងចូលបាននៅចានេះគឺលក្ខខណ្ឌរបស់គេបើសិនជាបងប្អូនអ្នកគ្នារស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកចាបងប្អូនអ្នកគ្នានឹងត្រូវបានបង់លុយដោយ Facebook ហ្នឹងចាជារៀងរាល់ខែបងប្អូនអ្នកគ្នាដឹងហើយចានៅដល់ចុងខែគឺគេតែងតែបង់លុយយើងនៅថ្ងៃទីចាចាប់ពី21រហូតដល់ថ្ងៃទី25អញ្ចឹងទៅវាអាស្រ័យទៅលើ Facebook page និងចំណូលរបស់យើងនីមួយៗខុសៗគ្នាអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកចាតែ$5ទេគឺគេនឹងបញ្ចូលលុយបងប្អូនអ្នកគ្នាទៅតាមកុងធនាគារដែលបងប្អូនអ្នកគ្នាបាន set up ជាមួយនឹង Facebook ណាចាប៉ុន្តែបើថាមិនទាន់គ្រប់5មីលទេគឺវាអត់បញ្ចូលឲ្យយើងទេហើយករណីផ្សេងទៀតបើសិនជាបងប្អូនអ្នកគ្នាអត់នៅក្នុងទឹកដីសហរដ្ឋអាមេរិកទេចាចំនួនទឹកលុយដែលបងប្អូនទាំងអស់គ្នាគឺវាមានចាច្រើនប្រភេទវាអាស្រ័យទៅលើចាការដែលយើងបំពេញបែបបត់ជាមួយនឹង Facebook ថាតើយើងបំពេញកុងធនាគារបែបណាអញ្ចឹងបើសិនជាយើងបំពេញ PayPal ឬមួយក៏ចាធនាគារក្នុងស្រុកបងប្អូនទាំងគ្នាត្រូវរកឲ្យបាន$25ចាសម្រាប់អ្នកនៅក្រៅចាទឹកដីសហរដ្ឋអាមេរិកបងប្អូនទាំងគ្នាត្រូវតែរកចំណូលឲ្យបាន$25ទៅលុយចូលកងធនាគារប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាដាក់កងធនាគារ PayPal ឬមួយក៏ចាធនាគារក្នុងស្រុកដែលបងប្អូនទាំងគ្នារស់នៅទេបងប្អូនទាំងគ្នាប្រើនេះធនាគារសម្រាប់ដូចថាចាផ្ទេពីមួយទៅមួយទៀតអាហ្នឹងខ្ញុំអត់សូវយល់ហ្មងដែរអាហ្នឹងត្រូវ$100បានគេចាធ្វើការបង់លុយឲ្យយើងអញ្ចឹងបងប្អូនទាំងគ្នាភាគច្រើនគឺគាត់ទទួលបានហើយពីព្រោះក្រៅពីចាសហរដ្ឋអាមេរិកទៅគឺ25មីលបានចាគឺយើងអាចយកលុយហ្នឹងមកប្រើការបានអញ្ចឹងបើសិនជាក្រោម$25ចា45សេនហ្នឹងគឺយើងអាចយកមកប្រើការបានទេចានេះគឺជាអ្វីដែលគេបានប្រាប់អូខេចឹងសង្ឃឹមថាវីដេអូមួយនេះអាចជាប្រយោជន៍សម្រាប់បងប្អូនអ្នកគ្នាដែលមានចម្ងល់សួរតកតងទៅនឹងចំណុចហ្នឹងណាអញ្ចឹងបងប្អូនអ្នកគ្នាចូលមកកន្លែង pay out របស់យើងមកហើយយើងយកពាក្យ view all ណាហើយបន្ទាប់មកយើងទៅមើលលក្ខខណ្ឌរបស់គេចាយើងសិក្សាមកបន្ថែមអញ្ចឹងទៅអូខេចាកុំភ្លេច subscribe ឬមួយក៏ follow Facebook ចា admin ឬមួយក៏ YouTube admin ម្នាក់មួយផងទុកគ្រាន់ចាថ្ងៃណា admin តនេធ្វើវីដេអូផុសបន្តទៀតអរគុណច្រើន